អេបងទីពីបកូនណាអីក៏ជួនម្លេះបងចេញមកក្រៅដើរលេងសាប់តែមកជួបអូនឯងតែម្ដងបងចេញមកលំហែកាយមែនទេត្រែនៅក្នុងវាំងអបសុកខ្លាំងពេកបងក៏ចេញដើរលេងតិចទៅខ្ញុំមិនជឿទេមិនចឹងអូនជឿយ៉ាងម៉េចវិញគឺបងមានចេតនាមករកខ្ញុំបងគ្រាន់តែគិតថាបើសិនជាបានជួបអូនក៏មិនមែនជារឿងអាក្រក់ដែរបើបានជួបគ្នាទៅហើយនោះយើងដើរជាមួយគ្នាទៅណែទៅអង្គុយលេងនៅទីធ្លានៅខាងក្រោយវត្តនោះក៏គួរសមដែរណាល្អចេញអ្នកនាងខ្ញុំទៅមុនហើយឲ្យលឿនតិចមើលមកយើងផឹកដើម្បីអាពាហ៍ពិពាហ៍បងប្អូនត្រូវហើយផឹកដើម្បីសុភមង្គលពួកគាត់គួរស្ដាយណាស់បងមិនអាចចូលរួមមង្គលការនោះដោយផ្ទាល់មិនចឹងទេពិធីនោះមុខជាធ្វើបងសប្បាយចិត្តណាមិនគិតថាទៅចូលរួមមិនបានស្ដាច់ទៅផ្ទះមន្ត្រីជារឿងធម្មតាតែបើសិនជាបងទៅវិនថានឹងសម្ដេចឈីប្រកាសជាខឹងស្លាប់ហើយបានទី2បងប្រុសខ្ញុំនឹងបានថ្លៃខ្ញុំមានលទ្ធផលដីពេលនេះគឺពិតជាគួរឲ្យសប្បាយចិត្តណាស់ដោយសបិនអញ្ចឹងខ្ញុំក៏អញ្ចឹងដែរមិនស្មានថាដល់ទីបំផុតព្រះមេដាប្រល្បិចបែបនេះសោះធ្វើខ្ញុំភ្ញាក់ផ្អើលណារឿងនេះមិនមែនធម្មតាអញ្ចឹងទេយ៉ាងម៉េចដែរនៅមានរឿងអីផ្សេងទៀតបងប៉ានិយាយថាទាំងនេះគឺសតតែជាផែនការរបស់បងរៀបចំគាត់ថាមនុស្សពិតប្រកបដោយជួយបងប្រុសខ្ញុំគឺបងប៉ាអ៊ីនហ្វៃពិតជាគិតបែបនេះមែនខ្ញុំជាសម្ដីបងប៉ាគឺបងជាអ្នកជួយពួកគាត់អញ្ចឹងប៉ាអ៊ីនហ្វៃក៏មានហេតុផលអីទេបងប៉ានិយាយថានៅក្នុងវាំងអ្នកដែលចង់ជួយបងប្រុសខ្ញុំជាងគេគឺបងម្យ៉ាងទៀតបងធ្លាប់សន្យាថានឹងជួយខ្ញុំនៅពីក្រោយឯមហាក្សត្រយ៉ានីចង់ដាក់ទោសបងប្រុសខ្ញុំប៉ុន្តែត្រូវព្រះអង្គកែប្រែអត់ទៅហើយបងប៉ានិយាយថាបងជាអ្នកគ្រប់ពីសច្ចៈជាងគេលបងប៉ាអ៊ីនហ្វៃពិតជាមនុស្សមិនធម្មតាមែនបងទី2តើរឿងនេះយ៉ាងម៉េចនឹងបងប៉ានិយាយថាត្រូវប្រយ័ត្ននឹងបងតែបងប្រាប់ខ្ញុំថាត្រូវប្រយ័ត្ននឹងគាត់កុំសើចបងអីកាពិតអូននឹងក្នុងចិត្តទេពេលនោះខ្ញុំមិនទៅបងខុសហើយបងទី2ខ្ញុំសុំទោសខ្ញុំពីនៃផឹកស្រាបេពេញសុំទៅបងអេបានហើយទឹកចិត្តរបស់បងឲ្យតើអូនដឹងទៅបានព្រោះតែរឿងមួយនេះបងចំណាយកម្លាំងបន្តិចទេណាអូនទី3បងចង់សួរអូនរឿងមួយរឿងអីទៅអូនអរគុណអានេះទេខ្ញុំប្រកាសជាអរគុណពនាងហើយឡោះអញ្ចឹងបងសុំបងអូនរឿងមួយបងនិយាយមកបើសិនជាអូនមានចិត្តចង់អរគុណអានេះមែនអូនត្រូវតែឃ្លាតឆ្ងាយពីប៉ាអ៊ីហ្វេងបន្តិចទៅសំដីបងអូនយល់ហើយមែនទេខ្ញុំយល់ហើយនេះស្អាតណាស់គួរស្ដាយមែនខ្ញុំគ្រាន់តែបេះពី3សន្លឹកតែប្រសើរជាងរុញបងស្រីខ្លួនឯងឲ្យចូលភ្នក់ភ្លើងអានីងពេលមុនមិនដឹងថាលៀងជញ្ជូជាមនុស្សបែបណាមែនបងស្មានថាឲ្យវិនជារៀបការជាមួយគេមួយរយៈទៅគឺល្អហើយថ្ងៃមុននៅសវនាការនោះទើបដឹងមុខមាត់ប្រកាសរបស់គេទើបបងដឹងច្បាស់ថាវិនជាមិនគួររៀបការជាមួយនឹងគេទេបាច់ឈើខ្លាចជាស្ពានហើយមិនដាក់ចដាខ្លួនឯងឲ្យចុះទីបងពិតជាអរគុណឯងណាមានអ្នកស្មោះនឹងស្នេហាដូចជាជាណាមកមេថៃវិនជាបងពិតជាទុកចិត្តណាបងពិតជាគិតបែបនេះមែននេះប្រងខ្លាចរស់ស៊ីខុសស្រីខ្លាចយកប្តីខុសពួកយើងសុទ្ធតែស្រីទឹកចិត្តប្រហាក់ប្រហែលនឹងគ្នាទេអញ្ចឹងហេតុអីបានជាបងនៅបងគ្រាន់តែមើលតែតោះភ្នែកចំពោះទង្វើរបស់ស៊ីធូជិញតែប៉ុណ្ណោះបងស្មានថាមនុស្សគ្រួសារស៊ីធូសុទ្ធតែមិនចេះខ្មាស់ដូចស៊ីធូជិញអញ្ចឹងស៊ីធូជិញធ្វើត្បិតតែឆ្នាំបន្តិចតែមិនតដល់ថ្នាក់ខ្មាស់គេទេឯងពិតជាក្មេងមែនឯងមើលស៊ីធូជិញតែខ្លួនជាប្រុសចិត្តណាសិក្សានឹងបកូនណានឹងប៉ាអ៊ីហ្វៃ
ឥឡូវធ្វើឲ្យពួកគាត់វិញវត្តដោយសារតែស្រីបិសាចនេះឯងណាភ្ជាប់ពាក្យជាមួយនឹងប៉ៃហ្វេឲ្យរួចទៅចំណែកបកូនណាគឺមានបងវានៅតែមកជ្រៀតជ្រែកទីវាចេះខ្មាស់គេដែរពួកគេគឺជាមិត្តល្អស្និទ្ធស្នាលគ្នាអញ្ចឹងហើយសម្ដីនោះមិនស្មោះសរបានន័យថាម៉េចនេះបើអត់មានស៊ឺទូចេញឯងមិនសប្បាយប្រទេសអញ្ចឹងដែរគឺខ្ញុំចាប់ប៉ៃអិនហ្វេមិនជាប់ដោយខ្លួនឯងឲ្យបន្តអ្នកណាទៅអានីងបងដឹងថាឯងមានប្រទេសស្មោះចំពោះប៉ៃអ៊ីហ្វេតែបើឯងមិនចាប់អាការឲ្យជាប់ឆាប់រមច្បាយទេប្រហែលជាចាញ់គេពិតមែនណាអានីងជាមនុស្សចោះចាញ់គេដែរមើលទៅកាលពីមុនពិតជាមើលបងទី2ខុសហើយណែមើលខុសយ៉ាងម៉េចខ្ញុំមិនស្មានក៏យកចិត្តទុកដាក់នឹងស្នេហាដល់ម្ល៉េះរឿងផ្សេងខ្ញុំមិនហ៊ាននិយាយទេតែចំពោះបកូនណាសពប្រទេសនឹងនាងដោយស្មោះឥឡូវខ្ញុំជឿហើយការប៉ັດគាត់ជួយបងប្រុសខ្ញុំគឺអាចយកខ្ញុំបានងាយងាយប៉ុន្តែគាត់បែរជាខឹងហើយបដិសេធនឹងខ្ញុំទៅវិញព្រះអង្គយល់ថាអ្នកនាងយកស្នេហាធ្វើជាលបែងដូច្នេះបានជាខ្ញាល់ឥឡូវនេះខ្ញុំយល់ហើយគាត់ឲ្យខ្ញុំចូលវាំងមិនមែនចាត់ការមិនអើទេគាត់ចង់ខ្ញុំចូលវាំងដោយចិត្តស្មោះមិនខុសទេបកូនណាសពប្រទេសនឹងអ្នកនាងណាអាលីនឥឡូវនេះខ្ញុំសប្បាយចិត្តណាស់ផ្អែមល្ហែមណាស់កាលពីមុនខ្ញុំមិនដែលមានអារម្មណ៍បែបនេះទេអ្នកនាងបាននិយាយអញ្ចឹងអ្នកនាងស្រឡាញ់បកូនណាដែរហើយបន្តិចបន្តួចដែរអូតែបន្តិចបន្តួចទេអូពូណាពូណាបកូនណាអូពូល្អណាស់ពូណាពូណាប្រងពូណាអូប្រងខ្ពស់ល្អណាស់បកូនណាពូកានណាអេប្រងខ្លែងនេះហក់ខ្ពស់ណាស់ត្រូវហើយពិតជាខ្ពស់មែនខ្ពស់ណាស់ហក់ខ្ពស់ណាស់ខ្ពស់ណាស់អូប្រងពិតជាពូកែមែនអត់ចង់គ្នាគិតមើលអ្នកណាជាអ្នកបង្ហោះអូពនេះអានេះណែអូនចង់បង្ហោះខ្លាញ់ទេមកកាន់ទៅសบายណាស់ណាកាន់ទៅណោះខ្ពស់ណាស់ណ៎អូនឃើញទេមិនចាប់បងកំពុងបង្ហោះខ្លាញ់ស្អីហ្នឹងនេះហៅថាគូស្នេហ៍ទេវតាវាជាគូនឹងគ្នាណាឯបង្ហោះនេះទៅបងទៅយកមួយទៀតគូស្នេហ៍ទេវតាមិនចាប់បងសប្បាយណាស់មែនទេយ៉ាងម៉េចហ្នឹងគូស្នេហ៍ទេវតាធ្វើប៉ះទង្គិចអូនណាបើមានគេជ្រៀតចុះចំកណ្ដាលស្អីក៏មិនមែនដែរឆាប់បែកគ្នាតែល្អជាងនេះអានេះថ្នាំไปព្រឹកសោយហ្នឹងហ៎សោយរួចហើយពឹសស្អីឡើងចិត្តស្លាប់ទៅហើយមិនក៏ធ្ងន់ធ្ងរដល់ម្លឹងបានចាំបងជួយព្យាបាលអូនតិចយកក្នុងមិនចាំបងរឿងនឹងទឹកគិតយ៉ាងម៉េចទៅរឿងឯងនិយាយនោះគឺពិតជាត្រូវមែនហើយមនុស្សប៉ៃអិនហ្វេនេះណារឿងចិត្តសាវ៉ាបន្តិចហើយស៊ឺធូជីងនោះក៏មិនមែនជាមនុស្សល្អដែរចាំបងប្រាប់អីទៅចុះស៊ឺធូជីងណាជាក្មេងទើបតែធំចូលចិត្តបង្ករឿងណារឿងនេះណានាងពិតជាមិនសូវយល់ប្រហែលទេប៉ុន្តែតម្រង់ដល់ពេលនាងយល់គឺយឺតពេលហើយត្រូវមនុស្សដូចប៉ៃអិនហ្វេនេះក៏លេចធ្លោណាស់ដែរសូម្បីតែអូនឯងជាពនាងមានខ្សែភ្នែកខ្ពស់យ៉ាងហ្នឹងហើយនៅតែពេញចិត្តគេទៀតណានោះស្រីធម្មតាពិតជាគ្មានការជឿជាក់ទេមិនចាំបងចាប់រំជួបបាយបំបីពួកគេតែនេះជាមជ្ឈបាយមួយឆ្លៀតពេលផ្កាមិនតាន់កំពុំយើងកាច់វាចេញពីតងឯងថាទៅមើលពីរអ្នកនេះប្រៀបបានដូចជាភ្នំដែលបែកគ្នាអត់ជួបគ្នារហូតកុំថាឡើងនិយាយរឿងស្នេហាសូម្បីតែរូបរាងក៏ភ្លេចដែរណាល្អអញ្ចឹងចាប់ពួកគេបែកគ្នាតែបែកយ៉ាងម៉េចដែរឲ្យស៊ឺទូចេញពីរាជធានីនេះជាមជ្ឈបាយតែមានហេតុផលអីទេមិនចាំបងជាស្ដេចមិនចាំបងប្រឌិតហេតុផលអីមួយតែមិនមែនងាយស្រួលទេណាស៊ឺទូចេញមិនមែនជាមន្ត្រីរាជការផងបងធ្វើឲ្យគ្រប់គ្រងគេបានទេហាមជ្ឈបាយសំហេតុផលជាងគេគឺដកលងបន្តស៊ឺទូចេញពីរាជធានីអញ្ចឹងស៊ឺទូចេញប្រកាសជាតាមឪពុកម្ដាយល្អមជ្ឈបាយនេះល្អជាងគេប៉ុន្តែរឿងកម្ចាត់សាច់ក្រាញ់គឺជារឿងសំខាន់ណាស់អូនថាទៅមើលយើងអត់មានតបមិនកើតទេខ្ញុំចាំដឹងថាមជ្ឈបាយនេះតែមិនរួចទេរឿងខ្ញុំម្ចាស់មិនដូចម្ចាស់បងផង
យើងឲ្យប៉ាអ៊ីនហ្វៃទៅឆាប់ពីរាជធានីទៅធ្វើអញ្ចឹងគឺបានហើយ អញ្ចឹងខ្ញុំម្ចាស់លែងបានជួបបៃហ្វៃហើយ អាយ៉ាត្រូវហើយសូម្បីតែអញ្ចឹងក៏មិនកើតយើងវាមិនជប់បាយទេ អញ្ចឹងហើយបៃអ៊ីនហ្វៃចូលរាជវាំងហាមគាត់កុំឲ្យចេញទៅក្រៅ អានេះអូនគិតទៅមើលក្រៅពីអាម៉ាត់ចេញតើនៅមានប្រូតូកូលផ្សេងណានៅក្នុងរាជវាំងបានទេឲ្យចោលប៉ាអ៊ីនហ្វៃធ្វើជាអាម៉ាត់នេះមិនមែនជាមជ្ឈបាយល្អទេ ម្ចាស់បងមានបន្ទូផ្ដេសផ្ដាស់អីណា នោះគឺអញ្ចឹងហើយនៅក្នុងរាជវាំងមានស្រីស្នំរាប់រយឯងទុកចិត្តឲ្យប៉ាអ៊ីនហ្វៃចូលវាំងតែបងមិនទុកចិត្តទេ បើមិនកើតទៀតយើងចាប់គាត់ឃុំទៅមិនឲ្យគាត់ជួបអ្នកណាទាំងអស់ឲ្យជួបតែខ្ញុំម្ចាស់បានហើយ អាយ៉ាអានេះការពិតរឿងមង្គលការអូននឹងប៉ាអ៊ីនហ្វៃគ្រាន់តែស្ថិតនៅលើការនិយាយបងប៉ុណ្ណោះប៉ុន្តែហេតុអីបានជាបងមិនព្រមបង្ខំគាត់ហើយមិនមែនថាបងមិនគិតនោះទេមកពីបងបារម្ភពីសម្ដេចអ៊ីនណានរៀបការឲ្យគ្មានរឿងអាចចងជើងគ្រួសារបាយបានបើសិនជាមានរឿងណាគឺធ្វើរឿងនេះក្លាប់ចាក់ហើយដូច្នេះបងសង្ឃឹមថាឯងនឹងប៉ាអ៊ីនហ្វៃស្រឡាញ់គ្នាដោយពិតប្រាកដ បើប្រាថ្នាក្តៅមិនបានកុំឲ្យរំជួបបាយឃុំគាត់បានដែរ ឯងក៏សង្ឃឹមថាប៉ាអ៊ីនហ្វៃរៀបការជាមួយដោយស្មោះដែរមែនទេ ត្រូវហើយចាំបាច់ចាំបងមានបន្ទូដែរ ចេញពីរាជធានីចូលរាជវាំងគឺជាមធ្យោបាយពីរដែលល្អជាងគេប៉ុន្តែប៉ាអ៊ីនហ្វៃមិនអាចចេញហើយក៏មិនអាចចូលដែរពិតជាពិបាកមែនចំណែកសិទ្ធិជិញមិនអាចចេញទៅក្រៅបានអីយ៉ាពិបាក អីនឹកឃើញហើយប្រចាំបងនឹកឃើញហើយ នឹកឃើញរឿងអី បៃអ៊ីនហ្វៃជាប្រុសមិនអាចចូលរាជវាំងបានអញ្ចឹងយើងឲ្យនាងចូលរាជវាំងតែធ្វើអញ្ចឹងបៃអ៊ីនហ្វៃមិនបានជួបនាងទេ នេះក៏ជាមធ្យោបាយដែរ ឆាប់ឡើងឆាប់ឲ្យនាងចូលរាជវាំងជារៀងរហូត អូអីយ៉ាមិនកើតទេនៅតែមិនបានវិញមិនមានកំណត់ប្រកាន់សិទ្ធិជិញខ្លាំងណាស់មិនចាត់ទុកនាងជាសត្រូវចង់តែស៊ីសាច់នាងទេបើនាងចូលវាំងមុខជាវិវោធំមិនណាមុខជាទូពិតព្រះមេដាមិនខានទេហើយម្យ៉ាងទៀតបងតែហៅស្រីកមុំម្នាក់ឲ្យចូលវាំងនោះក៏មិនសមហេតុផលប្រមាណដែរណាវាមិនត្រឹមត្រូវទេមិនកើតទេ អាយ៉ាមកចាប់បងបាត់បែនបន្តិចទៅបានហើយប្រាប់ថាហៅនាងចូលរាជវាំងដើម្បីកំដរខ្ញុំម្ចាស់ធ្វើអញ្ចឹងសមហេតុសមផលណាស់ អានេះបងមិនចិត្តចង់ជួយឯងណាប៉ុន្តែខាងព្រះមេដា ចង់ខ្ញុំម្ចាស់ទៅនិយាយ អញ្ចឹងបានហើយដើម្បីសុភមង្គលរបស់ប្អូនបងជួយប្អូនចុះបន្តិចទៀតចាំបងទៅដំណាក់ព្រះមេដាប្អូនទៅតាមក្រោយអូនធ្វើជាលើករឿងនេះយកមកនិយាយឲ្យបងធ្វើជាមិនយល់ព្រមប្អូនឯងវល់ព្រះមេដាឲ្យព្រះមេដាមកវល់បងឲ្យបងចាស់ទុកបណ្ដោយទៅ បានពិតជាល្អណាស់ មិនចាំបាញ់និយាយអញ្ចឹងទេអ្នកណាប្រើឯងជាប្អូនរបស់បងណែអញ្ចឹងបងទៅមុនណា បានឲ្យឆាប់ឡើង ណែបងទៅមុនហើយណា ទៅលឺឡើង ហើយធ្វើអញ្ចឹងមិននឹងកើតសិទ្ធិជិញជាកូនមន្ត្រីធំឲ្យនាងចូលវាំងកំដរម្ចាស់ប្អូនណាម្យ៉ាងទៀតចរិតនាងលពលពុចណាមិនស័ក្តិសមទេ មិនសមយ៉ាងម៉េចទៅមេដាបត់ចុះសម្រងជាមួយនាងណាហ៎តើបត់ចុះសម្រងជាមួយនាងពីងកាលហ៎បកូនណាមុនពេលអានីងរៀបអភិសេកមេដាមានក្តីប្រាថ្នាមួយយល់ថាគ្មានអីធំដុំទេព្រះអង្គបណ្ដោយតាមនាងទៅ ហើយតែបុតយល់ថាមិនស័ក្តិសមទេតែបើព្រះមេដាទទូចទៅហើយនោះអញ្ចឹងតាមព្រះមេដាចុះចាំបុតបញ្ជាឲ្យសិទ្ធិជិញចូលវាំងភ្លាមណា ថាម៉េចឲ្យខ្ញុំចូលវាំងកំដៅពីនាងអានីងសិក្សាផ្ដេសផ្ដាស់ពេកហើយ អូលោកឈិនណារឿងនេះខ្ញុំគិតទៅដូចជាចម្លែកណាស់ នេះជាព្រះរាជបញ្ជារបស់មហាក្សត្រយ៉ានីព្រះនាងអានាងទូលថ្វាយមហាក្សត្រយ៉ានីថាព្រះនាងហើយនឹងស៊ឺធូជីងចុះសម្រុងគ្នាណា ពនាងអានីងឥឡូវមានសវណ្ណនៃកុហកផងអីមិនត្រូវថាឲ្យពនាងអញ្ចឹងទេពនាងក៏មានបតីល្អដែរ ត្រូវហើយព្រះនាងជាអ្នកមានគុណចំពោះបងហើយនឹងបងថ្លៃអូនបើអូនចូលក្នុងវាំងកំដរព្រះនាងសិក្សានោះដូចជាបានសងគុណជំនួសបងនិងបងថ្លៃអូនដែរ ថ្មីត្បិតតែកាលពីមុនខ្ញុំមិនចូលចិត្តពនាងតែពនាងបានជួយពួកបងខ្ញុំអរគុណពនាងណាស់ពេលដែលខ្ញុំចូលវាំងខ្ញុំព្យាយាមមិនបានជាមួយពនាងទេ កូនជីងកូនចូលក្នុងរាជវាំងកូនទៅគ្រប់វិន័យកុំខ្វះការគួរសមចំពោះព្រះនាងអានឹងឲ្យសោះ កូនដឹងហើយពង ថ្មីបាត់តែអានេះមានចរិតឆេះឆាបន្តិចមែនប៉ុន្តែទ្រង់មានបតីល្អណាស់បងគិតថាអ្នកទាំងពីរប្រកាសជាខ្លាចទៅជាមិនល្អនឹងគ្នា ពួកខ្ញុំជួបគ្នាដូចជាជួបសត្រូវអញ្ចឹងខ្ញុំមិនយល់សោះហេតុអីក៏ហៅខ្ញុំចូលវាំង ប្រហែលជាឥឡូវនេះនាងធ្វើឲ្យព្រះនាងសពទេ អានេះចូលចិត្តស៊ឺទូចេញកុំនិយាយលេងព្រះអង្គមានបន្ទូលច្បាស់មកមើលហេតុអីបានជាស៊ឺទូចេញចូលរាជវាំង រឿងនេះណាបងក៏គិតមិនយល់ដែរកំពុងតែងឿងឆ្ងល់ខ្លាំងណាស់
គឺព្រះអង្គជាអ្នកចេញរៀបបញ្ជីមិនក៏ថាងើយឆ្ងល់ អានេះនឹងសិទ្ធិជិញណាតាំងពីដើមមកមិនដែលត្រូវគ្នាទេស្រាប់តែនាងសុំឲ្យបងនឹងព្រះមេតាឲ្យសិទ្ធិជិញចូលវាំងកំដរនាងសិក្សាណែអូនគិតទៅមើលស្រីកំមុំពីរនាក់នេះមានអាណាម្នាក់ដែលមិនកាចដូចខ្លានោះបើពួកគេនៅជាមួយគ្នាមិនប្រកាសជាបាក់អារម្មណ៍ហើយដូច្នេះហើយណារឿងនេះបងប្រឆាំងខ្លាំងណាស់ក៏ប៉ុន្តែព្រះមេតាបើយល់ព្រមតាមអានីងទៅវិញដូច្នេះបងចេញបញ្ជានេះគឺតែមកខំ មិនចាំមីងអនុញ្ញាតឲ្យសិទ្ធិជិញចូលរាជវាំង ហារឿងនេះណាបើគិតទៅកាន់តែចម្លែកហើយហេបងស្មានថាព្រះមេតាស្អប់សិទ្ធិជិញខ្លាំងណាស់ទ្រុកអីយ៉ារឿងនេះគិតមិនយល់រឿងនេះគិតមិនយល់ទេ ព្រះអង្គរឿងនេះគឺជាការពិតដែរ ប្រកាសជាពិតហើយបើអូនមិនជឿទេអូនទៅសួរទៅនៅកាលនោះណាបងប្រឆាំងទ្រង់ដាច់អហង្ការណា បកកូនណាពិតជាមិនឯកភាពឲ្យស៊ឺទុជិញចូលរាជវាំងទេ មិនចាំមីងសិទ្ធិជិញមិនតែបង្ករឿងអត់មូលហេតុទេម្យ៉ាងទៀតល្បិចក៏ច្រើនមិនក៏មិនចាំមីងអនុញ្ញាតឲ្យគេចូលរាជវាំង យើងឲ្យនាងចូលរាជវាំងអ្នកណាឲ្យនាងមកបកករឿង តែមិនចាំមីងឲ្យស្រីនេះចូលរាជវាំងអ្វីក៏យើងធ្វើមិនបានដោយបំណងដែរ ហើយនាងអាចឡើងលើមេឃបានហ៎ម្យ៉ាងទៀតក្រែងឯកថាជួយណែនាំវិន័យនាងហ៎ មិនចាំមីងមិនដឹងទេសិទ្ធិជិញវា យើងដឹងឮថាស្រីនោះមានល្បិចកលចម្លែកច្រើនណាស់យើងចង់ដឹងថាតើនាងមានល្បិចកលអីខ្លះ អីមិនចាំមីងមិនដឹងថាខ្ញុំមិនចាំបារម្ភប៉ុណ្ណាទេ មីអើអានឹងក៏និយាយសំហេតុសំផលដែរយើងក៏ស្ដាប់ទៅសំហេតុសំផលដូច្នេះយើងក៏សម្រេចចិត្តបើបានជាសម្រេចចិត្តទៅហើយយើងគិតថាធ្វើអញ្ចឹងទៅរាជវាំងមិនមែនជាផ្សារបន្លែណាបណ្ដោយឲ្យនាងបកករឿងផ្ដេសផ្ដាស់នោះយើងមិនជឿទេ ហេតុអីបានជាអានីងធ្វើបែបនេះ ធ្វើយ៉ាងនេះមានអីមិនល្អទេ ឯងបង្ករឿងដែលគ្មានមូលហេតុមែនវាជាសត្រូវរបស់ឯង សត្រូវបាននៅកន្លែងមួយដែលយើងមើលមិនឃើញទើបយើងមិនទុកចិត្ត ទុកពីនៅក្បែរខ្លួនទៅគ្រោះថ្នាក់ណាឯងពិតជាខ្ជិលជាមែន ដាក់នៅក្បែរខ្លួនអិនវៃទើបហៅថាគ្រោះថ្នាក់ នេះជាគំនិតរបស់ឯង យ៉ាងម៉េចបកាយទីង អាយ៉ាប៉ាកែខ្មោចយកអីវាមើលលែងឃើញប៉ាអ៊ីហ្វៃមែន